សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមករៀនមេរៀនថ្មីមួយទៀតទាក់ទងទៅនឹងការគណនាចម្ងាយពីកន្លែងមួយទៅកន្លែងមួយហើយនេះជាកិច្ចការរបស់ខ្ញុំដែលបានធ្វើយូរឆ្នាំហើយតាំងពីនៅធ្វើការនៅស្វាយរៀងហើយនេះជាតំបន់នៅស្វាយរៀងមាននៅក្នុងឃុំក្នុងស្រុករមាសហែតនិងស្រុកស្វាយជ្រុំហើយយើងមានព័ត៌មានដូចខាងក្រោមនេះហើយនេះគឺជាការគណនាយើងប្រើរូបមន្ត squash ដែលមានរូបមន្តបែបនេះដើម្បីគណនាចម្ងាយនេះជាឧទាហរណ៍ក្នុង graphic ចម្ងាយឧទាហរណ៍ថាយើងកន្លែងនេះជាកន្លែងដែលយើងជ្រើសរើសពីតំបន់មួយទៅតំបន់មួយឧបមាថាកន្លែងនេះខ្ញុំផ្លាស់ប្ដូរពីដោយសារយើងយកចន្ទ្រៃជាឧទាហរណ៍យើងជ្រើសរើសចន្ទ្រៃនៅកន្លែងនេះប៉ុន្តែយើងអាចជ្រើសរើសកន្លែងផ្សេងទៀតបានដូចជាឃុំផ្សេងទៀតដែលយើងជាដើមឡាហើយកន្លែងនេះយើងជ្រើសរើសយកឃុំចន្ទ្រៃពីរមាសហែកជាឧទាហរណ៍យើងមើលការគណនាបន្ទាត់លឿននេះគឺជាទីតាំងរបស់រមាសហែករីឯបន្ទាត់បៃតងនេះជាទីតាំងរបស់ស្រុកឃុំចន្ទ្រៃការគណនាចម្ងាយគឺបន្ទាត់ក្រហមនេះគឺការគណនាចម្ងាយវាផ្លូវត្រង់ប៉ុន្តែនៅលើការអនុវត្តជាក់ស្ដែងវាមិនត្រង់ដោយបន្ទាត់ក្រហមនោះទេវាដោយបន្ទាត់ខ្មៅនេះអញ្ចឹងមានថាវាមានបត់បែនអញ្ចឹងយើងឲ្យ additional error factor អញ្ចឹងបើយើងគណនាកន្លែងនេះកន្លែង J file J នេះកលំ J នេះឃើញតូចឬក៏ស្មើ10យើងបន្ថែមវា2ហើយបើយើងគណនាឃើញ20យើងបន្ថែមវា4ហើយបើគណនាទៅឃើញ40តូចឬក៏ស្មើ40យើងថែម6បើសិនជាឃើញ60យើងថែម8ហើយបើសិនជាឃើញធំឬស្មើ80យើងថែម12អានេះគ្រាន់តែជាឧទាហរណ៍ប៉ុន្តែយើងអាចធ្វើ experiment ទៅលើ factor មួយចំនួនផ្សេងទៀតដែលទៅលើតំបន់ដែលមានការលំបាកខ្លាំងដូចជាតំបន់ព្រៃភ្នំតំបន់ដែលមានជលសាស្ត្រដូចជាទន្លេដូចជាស្ទឹងដូចជាអូអីដែលជាឧបសគ្គក្នុងការធ្វើដំណើរតាមផ្លូវត្រង់អញ្ចឹងឧទាហរណ៍ថាឥឡូវនេះយើងមានចម្ងាយដែលគេបានគណនារួចហើយយើងជា comparison ក្នុងហ្នឹងប៉ុន្តែគាត់ថាការគណនាចម្ងាយវាអាចមានបរិបទខុសគ្នាទីមួយគេអាចប្រើតាម Google Map ដែលត្រូវជិះសាកពីកន្លែងមួយទៅកន្លែងមួយដែលប្រើកុងទ័ររបស់ម៉ូតូឬក៏ឡានជាដើមឡាដើម្បីធ្វើការវាស់វែងប៉ុន្តែកន្លែងនេះយើងអត់ទៅធ្វើអញ្ចឹងទេគឺយើងអង្គុយនៅ office យើងគ្រាន់តែមានផែនទីហើយយើងមាននេះព្រោះក្នុងផែនទីគឺមានកំណត់leak របស់វាដូចជាຂະຫນາດប្រមាណអញ្ចឹងទៅគេកំណត់អញ្ចឹងយើងអាចកំណត់នៅក្នុងតារាងរបស់យើងដូចក្នុងgraphic នេះអញ្ចឹងឧទាហរណ៍ជាឧទាហរណ៍នេះឧបមាថាឥឡូវយើងមើលរមាសហែកគឺមាន y នៅ27ហើយនឹងមាន x នៅ71នៅម្ដុំនេះហើយចន្ទ្រៃមាន19ហើយនឹង57តំបន់របស់វានេះ19អានេះ57 mostly 60ណា760អញ្ចឹងនេះគឺជាចម្ងាយដែលយើងត្រូវគណនាក្រហមនេះជាចម្ងាយត្រង់អញ្ចឹងជាចម្ងាយត្រង់បើយើងគណនាទៅគឺឃើញ16ហើយ16.24ប៉ុន្តែយើងរោនវាទៅនេះហ្នឹងមានថាពីរមាសហែកមកចន្ទ្រៃឬពីចន្ទ្រៃទៅរមាសហែកណាបើយើងមើលកន្លែងឃុំចន្ទ្រៃនេះគឺ0អត់មានទេនៅពេលតំបន់ទៅត្រួតស៊ីគ្នាអញ្ចឹងគឺ0ឃើញអត់ប៉ុន្តែនៅរមាសហែកនេះគឺឃើញ16.24ឬ16យើងរោនអាប់គីឡូយើងគណនាចុចអញ្ចឹងទៅវាពិបាកក្នុងការគណនារឿងអីផ្សេងទៅយើងអាចយកគាត់លើសគ្នាតិចតួចអត់បញ្ហាទេអញ្ចឹងដើម្បី
ដោយសារតែបើសិនជាផ្លូវត្រង់យើងប្រើតែ16គីឡូម៉ែត្រទេបាទពីចន្ទ្រីប្រនេះប៉ុន្តែដោយសារផ្លូវវាអាចមានបត់បែនមានកលុកកលាក់អញ្ចឹងទៅយើងអាចបន្ថែម additional area factor យើងអាចកំណត់ធំជាងនេះបើសិនជាតំបន់ហ្នឹងវាពិបាកដូចជាមានភ្នំមានអីដែលត្រូវវាងឆ្ងាយអញ្ចឹងយើងអាចកំណត់ different additional factor error factor អញ្ចឹងយើងអាចកំណត់វាបានអញ្ចឹងនេះគឺជារូបមន្តក្នុងការគណនាគឺយើងប្រើរូបមន្តនេះដើម្បីគណនាចម្ងាយដែលពីតំបន់មួយតាមរយៈបន្ទាត់ក្រហមរីឯបន្ទាត់ខ្មៅនេះគឺជាបន្ទាប់ពីយើង add additional area factor ចូលទៅក្នុងហ្នឹងហើយកន្លែងនេះយើងធ្វើរូបមន្តសម្រាប់យកពីតំបន់នេះមកប្រើប្រាស់ដោយអូតូដោយយើងមិនចាំបាច់ typing in នៅពេលដែលយើងឃើញអញ្ចឹងយើងអាចកំណត់វាដោយប្រើរូបមន្ត if ដោយសារ if នេះយើងអាចប្រើបាន8ដងឬច្រើនជាង8ដងស្រាប់ទៅលើគេអនុវត្តប៉ុន្តែកន្លែងនេះយើងថាបើសិនជា J9 នេះស្មើ0អញ្ចឹងកន្លែងនេះគឺស្មើ0ដែរហើយបើ J9 នេះតូចឬក៏ស្មើ10អញ្ចឹងស្មើនឹងគឺយក L2 ណា L2 យើង absolute វាទៅដើម្បីកុំឲ្យទៅពេលយើងអូសវាទៅវាមានបញ្ហាកែប្រែប្រួលហើយបើសិនជាវាតូចជាង20តូចឬស្មើ20គឺ L3 នេះហើយបើសិនជាវាតូចជាង40គឺ L4 ហើយបើសិនជាវា60 L5 ហើយបើសិនជា80គឺ L6 អញ្ចឹងយើងកំណែវាអញ្ចឹងមកនៅពេលដែលយើងមានតំបន់ច្រើនអញ្ចឹងមកប៉ុន្តែអានេះដោយសារតែពីរាជធានីភ្នំពេញទៅខេត្តគេមានរួចហើយអញ្ចឹងយើងអត់គណនាទេយើងគណនាតែពីក្នុងតំបន់គោលដៅដែលយើងអនុវត្តឧបមាថាយើងមានផែនទីខេត្តស្វាយរៀងអញ្ចឹងពីស្រុករមាសហែកមកស្រុកស្វាយជ្រុំពីស្រុកស្វាយជ្រុំមកស្រុករមាសហែកដែលគេអាចបានគណនាគេគណនាតែពីស្វាយរៀងទៅរមាសហែកពីស្វាយរៀងទៅស្វាយជ្រុំអីចឹងជាដើមឡាគេទៅតែមានតំបន់សំខាន់រីឯក្នុងឃុំអត់មានទេអញ្ចឹងយើងគណនាដោយខ្លួនឯងដើម្បីប្រើរូបមន្តនេះគណនាអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើរូបមន្តនេះហើយកន្លែងនេះគឺជាចម្ងាយដែលយើងយកទៅប្រើប្រាស់សម្រាប់ធ្វើការទូទាត់នៅពេលដែលបុគ្គលិករបស់យើងឬក៏ក្រុមការងារគោលដៅរបស់យើងឬ consultant ឬក៏អ្នកចុះត្រួតពិនិត្យអីគាត់ត្រូវការចុះត្រួតពិនិត្យដែលយើងនឹងទូទាត់ថ្លៃធ្វើដំណើរឲ្យគាត់ក្នុងមួយថ្ងៃអញ្ចឹងរីឯថ្លៃយើងកំណត់ទៅថាយើងឲ្យប្រមាណ100ក្នុង1គីឡូអញ្ចឹងនេះជាគីឡូអញ្ចឹងបើយើងឲ្យ500 1គីឡូអញ្ចឹងតទៅមកវាមួយថ្ងៃគឺ1000អញ្ចឹងបើគាត់ទៅធ្វើការនឹងមួយថ្ងៃគឺយើងឲ្យគាត់ប៉ុណ្ណឹងអានឹងសម្រាប់តំបន់បើសិនជាគាត់ទៅតំបន់ផ្សេងទៀតអញ្ចឹងយើងឲ្យថ្លៃទៅតាមនឹងទៀតអមថាក្នុងមួយថ្ងៃគាត់មិនមែនទៅតែចន្ទ្រីមុខទេគាត់ទៅឃុំអីផ្សេងទៀតអញ្ចឹងគណនាពីចន្ទ្រីទៅមុខដាគឺ14គីឡូអញ្ចឹងហើយបើសិនជាគាត់ធ្វើដំណើរនៅក្នុងហ្នឹងយើងអាចយកអានឹងជា reference ដើម្បីធ្វើការងារទូទាត់ឲ្យគាត់អញ្ចឹងយើងអាចធ្វើសមាមាត្រអីណាមួយ average អីហ្នឹងទៅស្រេចលើអ្នកទាំងអស់គ្នាប៉ុន្តែអានេះជាមូលដ្ឋានគ្រឹះក្នុងការកំណត់ចម្ងាយពីតំបន់មួយអញ្ចឹងដូចក្នុង graphic នេះបង្ហាញអញ្ចឹងនេះជាទីតាំងរបស់មុខដានេះជាទីតាំងរបស់ចន្ទ្រីសំទោសហើយនេះទីតាំងរបស់រមាសហែកអញ្ចឹងចម្ងាយក្រហមនេះគឺជាបន្ទាត់ត្រង់ដែលយើងគណនាតាមរូបមន្ត squash ឬក៏រូបមន្ត Pythagoras ហ្នឹងហើយអញ្ចឹងហើយអានេះគឺជាចម្ងាយជាក់លាក់ដែលដោយសារតែនៅក្នុងភាពជាក់លាក់វាមិនអាចយើងទៅតាមផ្លូវត្រង់បានរហូតទេវាមានឧបសគ្គវាមានស្អីផ្លូវគេធ្វើវាំងអីដោយសារមានភ្នំឬក៏មានស្អីចឹងមានតំបន់លិចទឹកអីចឹងគេវាំងអញ្ចឹងដូចខ្ញុំបានបញ្ជាក់ពីដើមហ្នឹងវាអាស្រ័យទៅលើ geographic ក្នុងតំបន់ហ្នឹងតើវាមាន
ភាពបត់បែនខ្លាំងប៉ុន្មានអញ្ចឹងយើងអាចកំណត់ area factor នេះទៅតាមស្ថានភាពជាក់ស្ដែងហ្នឹងហើយអញ្ចឹងរូបមន្តដែលយើងត្រូវប្រើមានតែពីរនឹងទេអ្នកទាំងអស់គ្នាអាច screenshot យកទៅប្រើបានហើយបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចតាក់ទងតាមរយៈ Telegram ឬក៏លេខទូរស័ព្ទដែលមាននៅក្នុងវីដេអូនេះស្រាប់ហើយបើអ្នកចង់បានខ្ញុំនឹងស្នើសុំមកយើងនឹងផ្ញើតាម Telegram ឲ្យហ្នឹងហើយអរគុណច្រើនសម្រាប់វីដេអូនេះអរគុណច្រើនបាយបាយ